នេះគឺជាសាច់រឿងបែបភ័យរន្ធត់និងអាចកំបាំងមួយដែលមានចំណងជើងថាសំឡេងហៅពីភូមិដែលគ្មានមនុស្សនៅតាមបណ្ដោយជួរភ្នំដងរែកមានភូមិមួយដែលអ្នកស្រុកនៅតំបន់នោះហៅថាភូមិបងបត់តាមដំណើរគ្នាភូមិនេះត្រូវបានបោះបង់ចោលតាំងពីជាង50ឆ្នាំមុនមកម្លេះបន្ទាប់ពីមានជំងឺអាសន្នរោគម្យ៉ាងបានសម្លាប់មនុស្សជិត1ភូមិអ្នកដែលនៅសេសសល់បានរត់ចោលផ្ទះសម្បែងអស់ទុកឲ្យភូមិនោះក្លាយជាភូមិរហោឋានកណ្ដាលព្រៃជ្រៅរតនាជាអ្នកថតរូបម្នាក់ដែលចូលចិត្តដើរផ្សងព្រេងនិងស្វែងរកកន្លែងប្លែកដើម្បីថតរូបគេបានរឿងរ៉ាវនៃភូមិនេះហើយក៏សម្រេចចិត្តធ្វើដំណើរទៅទីនោះជាមួយមិត្តភ័ក្តិ2នាក់ទៀតគឺសុភ័ក្រនិងវិបុលពួកគេបានទៅដល់មាត់ច្រកចូលភូមិនៅពេលរសៀលជ្រេកបរិយាកាសនៅក្នុងភូមិពិតជាស្ងាត់ជ្រងស្ងាត់រហូតដល់ឬសំបីតែសំឡេងខ្យល់បក់ប៉ះស្លឹកឈើផ្ទះបុរាណធ្វើពីឈើត្រូវបានវលេរំពាត់ជុំចិត្តមើលទៅគួរឲ្យខ្លាចពេលយប់ក៏ឈានចូលមកដល់ពួកគេបានសម្រេចចិត្តបោះតង់នៅទីធ្លាមុខផ្ទះឈើធំមួយស្រាប់តែនៅពាក់កណ្ដាលអាធ្រាត្ររតនាបានភ្ញាក់ឡើងដោយសាររសំឡេងម្យ៉ាងរតនាមកនេះមកកូនវាជាសំឡេងស្រីចំណាស់ម្នាក់ដែលស្រដៀងនឹងសំឡេងម្ដាយរបស់គេខ្លាំងណាស់រតនាបើកភ្នែកឡើងទាំងមួយគេដើរចេញពីតង់យឺតតាមប្រភពសំឡេងគេឃើញស្រមោលមនុស្សស្រីម្នាក់អង្គុយនៅមាត់បង្អួចនៃផ្ទះឈើដែលបាក់បែកនោះឯងទៅណារតនាសុភ័ក្រភ្ញាក់ឡើងហើយសួរដោយសំឡេងញ័រឯងញើទេម៉ែឯងហើយរតនាឆ្លើយទាំងភ្នែករៀមឯងឈួតទេអីម៉ែឯងនៅឯភ្នំពេញឯណោះទីនេះគ្មានមនុស្សទេវិបុលស្រែកព្រមានភ្លាមនោះសំឡេងនោះក៏ផ្លាស់ប្ដូរវាមិនមែនមានតែសំឡេងម្ដាយរតនាទេប៉ុន្តែសុភ័ក្រក៏ចាប់ផ្ដើមមើលសំឡេងមិត្តស្រីរបស់គេដែលទើបតែស្លាប់កាលពីឆ្នាំមុនហើយឈ្មោះគេដែររីឯវិបុលក៏សំឡេងក្មេងយំសុំឲ្យជួយសំឡេងហើយនោះកាន់តែខ្លាំងឡើងចេញពីគ្រប់ទីនៃភូមិពួកគេទាំង3នាក់ប្រមូលគ្នាអង្គុយជុំវិញភ្នក់ភ្លើងដែលជិតរលត់ស្រាប់តែពួកគេសង្កេតឃើញថានៅតាមបង្អួចផ្ទះនីមួយដែលធ្លាប់តែទេស្អាតឥឡូវនេះមានស្រមោលមនុស្សឈរមើលមកពួកគេគ្រប់គ្នាភ្នែករបស់ស្រមោលទាំងនោះបញ្ចេញពន្លឺពណ៌ខៀវស្រងាត់រត់វិបុលស្រែកឡើងពួកគេទាំង3នាក់រត់ស្លន់ស្លោសំដៅទៅផ្លូវដែលពួកគេបានមកប៉ុន្តែចម្លែកត្រង់ថាទោះបីជាពួកគេរត់លឿនយ៉ាងណាក៏ដោយក៏ពួកគេនៅតែត្រឡប់មកដល់មុខផ្ទះឈើដែលនោះដែរសំឡេងហើយនោះកាន់តែអាក្រក់ទៅវាមិនមែនជាសំឡេងមនុស្សទៀតទេប៉ុន្តែជាសំឡេងក្រហមលីលំនិងសំឡេងសាច់ច្អាយរំពេចនោះរតនាបានដកខ្សែកព្រះដែលម្ដាយគេឲ្យមកបង្រួមចិត្តឲ្យស្ងប់ហើយស្រែកប្រាប់មិត្តភក្តិថាកុំស្ដាប់សំឡេងវាពិតត្រជាហើយសូត្រធម៌តាមយើងពួកគេទាំង3អង្គុយបិទភ្នែកជិតបិទត្រចៀកហើយសូត្រធម៌យ៉ាងខ្លាំងសំឡេងស្រែកជុំវិញខ្លួនកាន់តែខ្លាំងរហូតដល់ឬសំបីសំឡេងក្រចកអូសលើដីមកក្បែរក្នុងពួកគេក្លិនស្អុយរលួយភាយមកប៉ះច្រមុះលុះដល់ពេលព្រលឹមស្រាងសំឡេងទាំងអស់ក៏បាត់ឈឹងពួកគេបើកភ្នែកឡើងឃើញខ្លួនឯងកំពុងអង្គុយនៅកណ្ដាលព្រៃខ្មោចដែលមានតែចេតិចាស់បាក់បែកមិនមែនជាភូមិដែលមានផ្ទះសម្បែងដូចដែលពួកគេឃើញកាលពីល្ងាចនោះទេពួកគេប្រញាប់រត់ចេញពីទីនោះយ៉ាងលឿនរហូតដល់ផ្លូវឡាននៅពេលត្រឡប់មកដល់ផ្ទះវិញរតនាបានឆែកមើលរូបថតដែលគេបានថតគ្រប់រូបថតដែលថតក្នុងភូមិនោះមិនឃើញមានផ្ទះឈើឬវលអ្វីឡើយគឺមានតែរូបភាពប្រញឹកស្ងប់និងស្រមោលខ្មៅរាប់រយឈរជុំវិញពួកគេទាំង3នាក់ចាប់តាំងពីពេលនោះមកពួកគេលែងហ៊ានទៅទីណាផ្ដេសផ្ដាសតាមតែការចង់ដឹងទៀតហើយប៉ុន្តែរាល់ពេលដែលរត់នានៅម្នាក់ឯងក្នុងបន្ទប់ងឹតគេតែងតែសំឡេងខ្សឹបតិចពីក្រោយខ្នងថាហេតុអ្វីបានជាមិនមកតាមយើង